ព្រះបន្ទូលព្រះក្នុងគម្ពីរអូបាឌីជំពូកទី1នេះជាការជាក់ស្ដែងរបស់អូបាឌីព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលពីដំណើរសាសអេដាមដូចនេះយើងបានឮដំណឹងមកពីព្រះយេហូវ៉ាហើយមានទូតមួយបានចាត់ឲ្យមកនៅកណ្ដាលសាសទាំងប៉ុន្មានដោយពាក្យថាចូលឯងរកគ្នាប្រុងប្រៀបឡើងយើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេមើលអញបានធ្វើឲ្យឯងជានគរយ៉ាងតូចនៅក្នុងពួកនគរទាំងប៉ុន្មានគេមើលងាយឯងជាខ្លាំងមនាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្មដែលមានទីលំនៅយ៉ាងខ្ពស់ហើយក៏គិតក្នុងចិត្តថាតើអ្នកណាអាចនឹងនាំអញចុះដល់ដីបានត្បិតសេចក្តីអំនួតនៅក្នុងចិត្តឯងបានបញ្ឆោតឯងហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថាទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ដូចជាឥន្ទ្រីហើយធ្វើសម្បុកឯងនៅកណ្ដាលអស់ទាំងកាយក៏ដោយគង់តែអញនឹងនាំឯងចុះពីទីនោះមកដែរបើសិនជាមានចោរមកលួចឯងបើពួកចោរមកប្លន់ឯងនៅពេលយប់អោម្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាណោនោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬបើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យឯងនោះតើគេមិនຕົកផ្លែខ្លះឲ្យប្រលេះតាមក្រោយទេឬអោអេសាវត្រូវឆែកឆេរយ៉ាងណាណោគេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាណោគ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯងគេបានបណ្ដេញឯងរហូតទៅដល់ព្រំស្រុកហើយពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯងគេបានបញ្ឆោតឯងក៏បានឈ្នះឯងពួកអ្នកដែលបរិភោគអាហាររបស់ឯងគេបានដាក់អន្ទាក់ចាប់ឯងហើយឯងក៏មិនបានយល់ដែរព្រះយេហូវ៉ាទ្រង់មានបន្ទូលថានៅថ្ងៃនោះតើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញចេញពីស្រុកអេដាមបងហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអីឯពួកមនុស្សខ្លាំងពូកែរបស់ឯងអោថេម៉ានអើយគេនឹងត្រូវស្រយុតចិត្តដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវដោយការប្រហារជីវិតយ៉ាងសម្បើមសេចក្តីអាម៉ាស់ខ្មាស់នឹងគ្របលើឯងនឹងត្រូវកាត់ចេញជារៀងរៀបដរាបដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុបជាបងប្អូនឯងនៅថ្ងៃនោះដែលឯងបានឈរមើលក្នុងការដែលពួកអ្នកដតីបានចាប់យកកម្លាំងរបស់គេទៅហើយមានសាសដតីលុកចូលទៅក្នុងទ្វារក្រុងរបស់គេបោះឆ្នោតចាប់យកក្រុងយេរូសាឡឹមនោះឯងក៏ដូចជាពួកគេណាមួយដែរប៉ុន្តែមិនត្រូវឲ្យឯងនឹកឃើញពីថ្ងៃរបស់បងប្អូនឯងជាថ្ងៃដែលគេត្រូវអន្តរាយដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដាក្នុងការដែលគេត្រូវបំផ្លាញនោះឡើយក៏មិនត្រូវមានសម្ដីធំនៅថ្ងៃទុក្ខលំបាករបស់គេដែរនៅថ្ងៃដែលរាជអញត្រូវអន្តរាយនោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេកុំឲ្យគុណមើលសេចក្តីវេទនារបស់គេក្នុងថ្ងៃដែលគេត្រូវអន្តរាយឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេក្នុងថ្ងៃដែលគេត្រូវអន្តរាយឡើយក៏មិនត្រូវឈររារាំងនៅត្រង់ផ្លូវខ្វែងដើម្បីកាត់ពួកគេណាដែលរត់រួចមកឬប្រគល់ពួកគេដែលនៅសល់ក្នុងថ្ងៃទុក្ខលំបាកនេះឡើយត្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតនឹងមកលើអស់ទាំងសះហើយនោះដែលឯងបានប្រព្រឹត្តយ៉ាងណាក៏នឹងមានគេប្រព្រឹត្តនឹងឯងយ៉ាងនោះដែរគឺអំពើដែលឯងប្រព្រឹត្តនោះនឹងធ្លាក់មកលើក្បាលឯងវិញត្បិតដែលឯងបានផឹកនៅលើភ្នំបរិសុទ្ធរបស់អញជាយ៉ាងណានោះអស់ទាំងសាសដតីនឹងផឹកយ៉ាងនោះជានិច្ចដែរគេនឹងផឹកហើយលេបចុះទៅរួចនឹងត្រឡប់ដូចជាមិនដែលកើតមកវិញប៉ុន្តែនៅភ្នំស៊ីយ៉ូននឹងមានពួកអ្នកខ្លះដែលរួចជីវិតហើយភ្នំនោះនឹងបានបរិសុទ្ធឯពួកវង្សយ៉ាកុបគេនឹងបានគេអាកររបស់គេវិញនោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើងឯពួកវង្សយូសែបជាអណ្ដាតភ្លើងចំណែកពូជវង្សអេសាវគេនឹងបានដូចជាជញ្ជ្រាំងហើយភ្លើងនោះនឹងឆេះនៅកណ្ដាលគេព្រមទាំងបន្សុះគេអស់រលីងទៅឥតមានអ្នកណាសល់នៅក្នុងពូជវង្សអេសាវឡើយ
ត្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាស់ហើយគ្រានោះពួកមនុស្សនៅស្រុកត្បូងនឹងបានស្រុកភ្នំអេសាវជារបស់ផងឯងឯពួកមនុស្សនៅស្រុកត្រនៀបគេនឹងបានពួកភីលីស្ទីនគេនឹងចាប់យកស្រុកវាលរបស់អេប្រាអឹមនិងស្រុកវាលរបស់សាម៉ារីហើយបេនយ៉ាមីននឹងបានស្រុកកាឡាតជារបស់ផងខ្លួនឯពួកពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឆ្លើយគេនឹងបានស្រុករបស់ពួកសាសកាណានរហូតដល់ក្រុងសារ៉ាប់តាហើយពួកក្រុងយេរូសាឡឹមដែលនៅជាឆ្លើយត្រង់សេផារ៉ាតគេនឹងបានអស់ទាំងទីក្រុងនៅស្រុកត្បូងនោះនឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកនំស៊ីយ៉ូនដើម្បីនឹងជំនុំជម្រះស្រុកភ្នំរបស់អេសាវហើយរាជនោះនឹងបានជារបស់ផងព្រះយេហូវ៉ា